តការីបាទលើកទី1នៃកម្មវិធីតុកភ្លឺដោយសារធម្មតាយើង invite សិល្បៈហើយបងរកអាជីវកម្មអីចឹងដល់ពេលសារនេះគឺយើងមានខាងវិទ្យាសាស្ត្រដែលគាត់ខាងទីពេទ្យអញ្ចឹងគាត់ពេទ្យនិយាយតែស្រួលស្ដាប់បងណាចាអូនពេទ្យតែបងនៅផ្នែកខាងអសតការីដែលយើងភាគច្រើនស្គាល់ថា pharmacy ណាថ្នាំចាខាងថ្នាំតោះខ្ញុំអត់សូវពាក្យបច្ចេកទេសបង sorry ហើយខ្ញុំស្គាល់បង B យូរហើយអ្នកនរគ្នាបាយចាំឈ្មោះខ្ញុំការយើងស្គាល់គ្នា10ឆ្នាំជាងមុនអត់បងភ្លេចឈ្មោះ Facebook ខ្ញុំអូអត់ចាំទេមកថ្ងៃចាំខ្ញុំភ្លេចដែរអនឯងឈ្មោះដូររហូតហ្នឹងបងអត់ទេខ្ញុំឈ្មោះចឹងដែរឈ្មោះចឹងពេលដែលបងស្គាល់អនឯងដំបូងគឺបងស្គាល់អតិកាតែកតុយអតិកាហ្នឹងអីគេកតុយបន្ទាប់ចាំអត់ពីណីបងអត់ចឹងមកបងអត់ពីណីទេអ្នកអស់នេះដល់ថ្ងៃមុនហ្នឹងទៅបាសាក់ឡែនជួបគាត់ហើយគាត់ថាអនឯងនៅចាំបងដែរចាំតាបងឯងមិនបានភ្លេចដោយសារគាត់ខ្ញុំចូលចិត្តមើលគាត់តាំងពីដើមគាត់តែងខ្លួនលយអញ្ចឹងរហូតមកហើយមើលអត់ដឹងថាគាត់ពេទ្យទេឆ្លត់គាត់ថាខាង fashion អីចឹងណាបងបងសុំនិយាយឡើងហ្នឹងដែរតាមពិតទៅបងចង់ឲ្យប្រជាជនយើងគាត់បើកចិត្តទលាយបន្តិចថាយើងកុំមើលមនុស្សតែសបកក្រៅបាទបងមានស័ក្តិតែបងអាចជួយប្រជាជនអ្នកជំងឺបានដែរបាទបងមានស័ក្តិតែបងរៀនច្រើនបងរៀនជាង10ឆ្នាំដែរបាទដល់ពេលអញ្ចឹងបងអត់ឆ្លើយគាត់គាត់ថាចាអូអ្នកគ្រូពេទ្យមានស័ក្តិអត់ល្អទេអរគុណបង thank for sharing អញ្ចឹងកុំមើលមនុស្សសបកក្រៅចាដូចខ្ញុំឃើញលយអញ្ចឹងពាក់លុយគេជុំទៅក៏ថាបានដែរណាអណែងមានឈ្មោះមានមុខមាត់ហើយឲ្យបានឲ្យគេជុំអូខេហើយថ្ងៃនេះមានរឿងច្រើនណាបងសម្រាប់ចែកម្លែកបងមាន 4-5 រឿងដែរអូនចាក់បងមុននឹងយើងចែកម្លែករឿងអាមនុស្សចង់សួរបទពិសោធន៍ការងារដែរមានអីចង់ផ្ដែផ្ដាំទៅប្រជាជនខ្មែរដូចថាឥឡូវគាត់ទៅពេទ្យអញ្ចឹងគាត់អត់ដឹងថាត្រូវទៅសរសេរឈ្មោះមុនបានអីអញ្ចឹងណាគេរបៀបរបបធ្វើការមកឲ្យមានចង់អីស្នើសុំចែកម្លែកទៅពុកម៉ែបងប្អូនយើងឲ្យបានដឹងហើយចាជាទូទៅឥឡូវនៅខាងមន្ទីរពេទ្យរដ្ឋរបស់យើងគឺគាត់មានចែក flow ការងារគ្នាបានល្អសម្រាប់ពុកម៉ែបងប្អូនបើសិនជាអត់ដឹងថាកន្លែងណាដែលត្រូវចុះឈ្មោះយើងមានក្រុមការងារនៅខាងមុខឬមួយក៏បងប្អូនទៅដល់សួរសន្តិសុខក៏បានដែរថាពូខ្ញុំត្រូវចុះឈ្មោះនៅណាគាត់នឹងប្រាប់ឲ្យថាយើងត្រូវចុះឈ្មោះនៅ counter មុខសិនហើយយើងមកហ្នឹងចង់មកពិនិត្យជំងឺអីដែរប៉ុន្តែរឿងទាំងអស់ហ្នឹងខ្ញុំសូមស្នើសុំទៅបងប្អូនពុកម៉ែជាពិសេសក្មេងៗដែលគាត់ជំនាន់ក្រោយសូមឲ្យគាត់ផ្លាស់ប្ដូរក្នុងការនិយាយពេលខ្លះឃើញពួកខ្ញុំនៅកន្លែងមន្ទីរពេទ្យគួរតែហៅពួកខ្ញុំថាលោកគ្រូពេទ្យឬមួយក៏អ្នកគ្រូពេទ្យពីព្រោះពុកម៉ែបងប្អូនខ្ញុំឃើញពេលខ្លះគាត់ហៅមីអូនដូចបងជួបជាក់ស្ដែងខ្លួនឯងបងពេទ្យឯកសន្តានពេទ្យគាត់ហៅបងថាមីអូនបន្ទប់នេះនៅកន្លែងណាបងងាកមើលខ្លួនឯងគាត់ហៅណាគេចេះមីអូនព្រោះបងបងអត់សមនឹងសម្ដីហៅមីអូនណាបងធ្លាប់តែអ្នកគ្រូពេទ្យឬមួយក៏លោកគ្រូពេទ្យចឹងទៅអញ្ចឹងខ្ញុំចង់ស្នើសុំទៅពុកម៉ែបងប្អូនទាំងអស់គ្នាថាសូមផ្លាស់ប្ដូរការនិយាយខ្លះពេលដែលឃើញពួកខ្ញុំនៅមន្ទីរពេទ្យពាក់អាវសឯកសន្តានជាពេទ្យសូមហៅថាលោកគ្រូពេទ្យឬមួយក៏អ្នកគ្រូពេទ្យចាឲ្យព្រោះស្ដាប់ដែរចាព្រោះស្ដាប់ទី1គោរពឯកសន្តានរបស់ពួកខ្ញុំដូចពួកខ្ញុំគោរពពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងតោះអានេះអារម្មណ៍របស់ពេទ្យទូទៅណាចាដូចអូនទៅរៀនអូនហៅលោកគ្រូអ្នកគ្រូអូនអាចទៅរៀនហៅចែមីងអីបានទេអីយ៉ាអញ្ចឹងបងដូចគ្នាបងប៉ែតបងរៀនជាង10ឆ្នាំហេតុអីមកហៅបងថាបងចែអ៊ីមីអូនហៅបងបានបើសិនជាបងក្នុងឯកសន្តានបែបហ្នឹងតែពេលបងទៅធ្វើការបងមិនមែនពាក់ឯកសន្តានអញ្ចឹងណាបងមានហៅប៉ែតបងផ្លៃតាបងឆុងហ្នឹងដូចខាងលោកគ្រូពេទ្យអ្នកគ្រូពេទ្យអត់ដែរសូវបានចែកម្លែកទៅអត់សូវដឹងអារម្មណ៍គាត់ខាងក្នុងដែរណាដោយសារពួកបងអត់ដឹងតែចែកម្លែកតាមណាអញ្ចឹងមិនពេលហ្នឹងបងជឿឱកាសនិយាយរឿងហ្នឹងទៅនិយាយក្នុងចិត្តអូខេអរគុណបងអញ្ចឹងតែពិតមែនតើគាត់ហៅមីអូនបងចែអីមិនថាពុកម៉ែបងប្អូនទាំងអស់គ្នាខុសទេណាគាត់ថាហៅពួកគាត់ពេលដែលគាត់ไปឯកសណ្ឋានហៅគាត់លោកគ្រូពេទ្យអ្នកគ្រូពេទ្យវាព្រោះភាសាជាងមុនអញ្ចឹងណាមិនមែនថាអ្នកនរអស់គ្នាខុសណាគាត់ថាធ្វើអញ្ចឹងទៅគាត់មានកម្លាំងចិត្តក្នុងការធ្វើការមើលសុខភាពពុកម៉ែបងប្អូនឲ្យបានល្អដែរយកស្របខមមិនបេះដូងប៉សដោយសារថ្ងៃហ្នឹងយើងនៅជាមួយពេទ្យនេះអូខេបងតាយើងចូលប្រធានបទយើងវិញណាចាបងមុនដំបូងចុះ star សិនណាអាហ្នឹងគេហៅចុះ star ហើយដល់ធ្វើជាពេទ្យហ្នឹងប្រហែលប្រហែលឆ្នាំហើយបងតាមពិតទៅបងមុនដំបូងគឺជាបងរៀនខាងអសតការីមកភ្ជុំបងរៀន4ឆ្នាំបងចប់4ឆ្នាំហ្នឹងហើយបងតយកអសតការីឧត្តមគឺបងថែម3ឆ្នាំទៀតអញ្ចឹងទាំងអស់7ឆ្នាំ
ប៉ុន្តែតាមការរៀនចាក់ស្ដែងយើងមិន7ឆ្នាំទេព្រោះយើងមានចុះ star យើងនៅមានប្រឡងមានអីអញ្ចឹងអានេះចាញ់ពីបងទៅដែលបងរៀនគឺបងរៀន11ឆ្នាំតាំងប្រឡងតាំងអីនាំយើងប្រឡងថ្នាក់ជាតិប្រឡងអីព្រោះពួកបងប៉ែតគឺមានប្រឡងថ្នាក់ជាតិដូចទី12គេទៅប្រឡងអញ្ចឹងណាអញ្ចឹងបានន័យថាប្រឡងប៉ែតទូទាំងប្រទេសសាលាមានប្រមាណមកប្រឡងទាំងអស់នៅសាលាផ្សេងសុំសួរតិចបងប្រឡងដើម្បីអីប្រឡងដើម្បីបានវិញ្ញាមបានប័ណ្ណឬមួយក៏ប្រឡងយកលេខ1លេខ2បានសញ្ញាបត្រប្រឡងចេញចាប្រឡងចេញដូចអណៃទី12អណៃចង់ប្រឡងជាប់តោះអណៃទៅប្រឡងថ្នាក់ជាតិហ្នឹងហើយចាអញ្ចឹងពួកបងមុនដំបូងក៏ប្រឡងថ្នាក់ជាតិយកចូលដែរពេលប្រឡងថ្នាក់ជាតិចូលជាប់ហើយបានរៀនឲ្យពេលដែលយើងប្រឡងចេញយើងចង់ខ្លាចជាលោកដុកទ័រឬមួយក៏អសតការីពេញឈ្មោះតោះតែជាប់ថ្នាក់ជាតិមកដែរមកតង់ទៀតចាហ្នឹងយើងជាប់ពីសាលាមកហើយយើងត្រូវថ្នាក់ជាតិមកតង់ទៀតអាហ្នឹងបានយើងមានឈ្មោះពេញថាជាអសតការីលោកគ្រូអ្នកគ្រូអញ្ចឹងទៅតែអាហ្នឹងយើងអាចធ្វើអីបានខ្លះបងដល់ពេលយើងចេះអស់ហើយសម្រាប់បងអានេះបងនិយាយតែឆុងអសតការីរបស់បងឯងបងមិនមែនជាអ្នកលក់ថ្នាំទេដែលប្រជាជនយើងស្នាមស្គាល់ថាអសតការីជាអ្នកលក់ថ្នាំរៀនអាហ្នឹងដើម្បីបើកប៉ាមស៊ីអញ្ចឹងចាតែធៀបទៅគឺបងជាអ្នកផលិតថ្នាំបងរៀនរាល់ថ្ងៃហ្នឹងគឺរៀនផលិតថ្នាំដូចជាប៉ារ៉ាសេតាមុលអញ្ចឹងត្រូវមានសារធាតុអីខ្លះដែលបង្កើតបានថ្នាំមួយមុខហ្នឹងមកអញ្ចឹងអ្នកដែលផលិតថ្នាំហ្នឹងគឺពួកបងនឹងឯអសតការីអានេះប្លែកណាស់អ្នកនរគ្នាព្រោះផ្នែកកណិតខ្ញុំតាំងពីដើមមកខ្ញុំមិនថាគេខ្ញុំហ្មងខ្ញុំគិតថារៀនផ្នែកហ្នឹងគឺគាត់មានផែនការចង់ទៅបើកប៉ាមស៊ីនៅស្រុកភូមិគាត់នៅតំបន់គាត់ចាអូនដោយសារតនៅស្រុកយើងអត់ទាន់សូវមានរោងចក្រច្រើនទេអញ្ចឹងរោងចក្រមួយអាចមានអសតការី2ទៅ3នាក់ឯងហើយមួយវិញទៀតมันប្រកាសថាពេលដែលបងចប់ហើយបងទៅធ្វើការរោងចក្របានទេបងត្រូវយកជំនាញមួយទៀតដូចសំបីតាឡាបូក៏ពួកបងអសតការីដែរដែលអាចបើកឡាបូយើងបានដែលយើងមើលឈាមមើលអីណាដែលយើងតែឈាមចាស់អីហ្នឹងតោះតែពួកឈរឈ្មោះរបស់ពួកបងដែរជាអសតការីបានអាចបើកឡាបូតែឈាមបានមិនដុកទ័រមកហើយអត់ទេប៉ុន្តែពួកគាត់ដែលអ្នកធ្វើការនៅក្នុងឡាបូហ្នឹងគឺពួកគាត់ត្រូវរៀនផ្នែកខាងឡាបូមានផ្នែកចាពួកបងអសតការីនេះចូលឡាបូដូចគ្នាដែរពិសោធន៍ដូចគ្នាមើលយកសំណាក់ដូចគ្នាអីដូចគ្នាទាំងអស់ចុះដល់ពេលដុកទ័រមិន focus គាត់អីគេវិញទៅដុកទ័រគាត់មានដុកទ័រចែកចេញជា2ទៀតដុកទ័រ6ឆ្នាំបានន័យថាគាត់រៀនទូទៅ6ឆ្នាំគាត់ចាប់យក specialist 2ឆ្នាំទៅ3ឆ្នាំតាមឯកទេសដែលគាត់យកតែពេលរៀនមែនតើអាចលើសនឹងដែរមកចាមានដុកទ័រមួយទៀត8ឆ្នាំគឺគាត់ទូទៅអញ្ចឹងគាត់មកវិញគាត់ដែលយើងហៅថាវិជ្ជបណ្ឌិតទូទៅអញ្ចឹងបើសិនជាគាត់រៀន8ឆ្នាំហើយគាត់ចង់តយក specialist ឯកទេសអីមួយទៅខាងបេះដូងទៅខាងសន្លាក់ទៅខាងភ្នែកអីហ្នឹងគាត់ទៅរៀនត3ទៅ4ឆ្នាំទៀតតាមឯកទេសរបស់គាត់ដូចបងដូចគ្នាបងអសតការីបងអាចទៅតយកខាង micro គឺខាងមេរោគដែលយើងបដោះមេរោគយើងចង់ដឹងថាមេរោគហ្នឹងឈ្មោះ A ចង់ដឹងថាយើងត្រូវផលិតថ្នាំមួយទៀតថ្មីដើម្បីសម្រាប់មេរោគហ្នឹងមិនអាហ្នឹងបងត្រូវទៅយកឯកទេសហ្នឹងមួយទៀតហើយពួកបងក៏អាចគ្រឿងសម្អាងក៏អាចទៅយកឯកទេសគ្រឿងខាងគ្រឿងសម្អាងបានដែរអញ្ចឹងបានន័យថាច្រើនខ្វាត់ខ្វែងគាត់ស្ដាប់ក៏ចង់មកហត់ដែរណៃស្ដាប់ក៏ហត់ដែរអញ្ចឹងសមនឹងហៅលោកគ្រូពេទ្យអ្នកគ្រូពេទ្យឯអ្នកនរគ្នាអញ្ចឹងខ្ញុំជាធម្មតាក៏ហៅបងដែរតែពេលស្ដាប់បងឯងហើយក៏យល់អារម្មណ៍ហ្នឹងអញ្ចឹងខ្ញុំចាប់ពីវិនាទីនេះទៅហៅលោកគ្រូពេទ្យអ្នកគ្រូពេទ្យដែរចាសំបីពេលទៅផ្សំថ្នាំនៅ pharmacy ពួកគាត់ដែលអ្នកឆលលក់ហ្នឹងក៏ជាអសតការីទាំងអស់អញ្ចឹងក៏យើងកុំទៅទិញបងផ្សំថ្នាំ2លេប3លេបអ្នកគ្រូឬមួយក៏លោកគ្រូព្រោះស្ដាប់ចាប៉ែតថ្មីក៏អញ្ចឹងដែរយ៉ាគាត់រៀន8ឆ្នាំដូចគ្នាអ្នកខ្លះតដូចគ្នាគាត់យក specialist ខាងដាំឆ្អឹងខាងបដោះអីចឹងទៅចាហ្នឹងគាត់ specialist ដូចគ្នារៀនជាង10ឆ្នាំដែរអូខេអ្នកនរគ្នាឥឡូវយើងបានចែកម្លែកបទពិសោធន៍ការងាររបស់គាត់បានច្រើនដែរហើយកម្មវិធីរបស់យើងគឺជាកម្មវិធីដែលនិយាយរឿងអាមនុស្សអញ្ចឹងក៏អត់ហ៊ានសួរបងច្រើនទេដែរខ្លាចទូនិកជនយើងដេញដោលនិយាយខុស topic ហើយអូខេឥឡូវយើងចូលមកប្រធានបទយើងវិញបាញ់ជឿលើរឿងអាមនុស្សអត់បងពីមុនអត់ជឿសោះជឿពេលណាចុះតាមបងចាំបងឃើញក្នុងឆ្នាំ2007 ឡងពេលហ្នឹងបងរៀនពេទ្យណាហ្មងបងរៀនហើយបានបងកាន់តែអត់ជឿជឿលើវិទ្យាសាស្ត្រចាជឿលើថ្នាំហ្នឹងចាអត់ទេជឿថាដូចយើងនិយាយមួយម៉ាត់ចឹងអ្នកជំងឺដែលគាត់ស្លាប់ហើយគាត់ជាសាកសពមិនមែនជាខ្មោចទេហេតុអីបានទៅជាខ្មោចតែដល់ពេលបងអត់ជឿរហូតដល់គេមកធ្វើទុកទោសមនិញបងរហូតដល់បងទទួលស្គាល់ខ្លួនឯងថាខ្ញុំជឿហើយបានឈប់មានបញ្ហាធ្វើទុកបែបណាបងសុំចែកម្លែកមកបងឃើញរហូតអានេះជឿអត់ថាទៅកន្លែងណាមាន
មនុស្សបងមើលឃើញបងមានអារម្មណ៍ពេលខ្លះគាត់អត់អាចវាថាមនុស្សទៅមិនស្លាប់ភ្លាមអីអញ្ចឹងណាគាត់អត់អាចបញ្ចេញជារូបរាងឲ្យយើងឃើញទេប៉ុន្តែបងមានអារម្មណ៍ហ្មងចូលទៅព្រឺក្បាលព្រឺសបល់យកមានអារម្មណ៍ថាកន្លែងហ្នឹងមានអីមួយអីជាពិសេសនៅផ្ទះបងជំនាន់កាលបងស្គាល់ណៃតបបងមិននៅទូតពងបាទចាផ្ទះហ្នឹងនិយាយទៅការឆ្នាំហ្នឹងជាឆ្នាំដែលបងដឹងខ្លួនឯងតបងហើយថាបងមើលឃើញមនុស្សហើយពេលហ្នឹងបងគិតថាចាអូខ្លួនឯងហ៊ានប៉ែតខ្លាំងពេកហីតិចមានបញ្ហាផ្លូវចិត្តស្មើសម័យហីស្មើសម័យឃើញនេះស្មើសម័យឃើញនោះណាបងទៅប៉ែតខាងចិត្តសាស្ត្រហើយការជំនាន់ហ្នឹងនៅស្រុកយើងអត់ស្ទាន់សូវមានទេគាត់រៀនជំនាញខាងហ្នឹងបងទៅក្រៅប្រទេសដល់ពេលហើយគាត់សួរសំណួរបងឲ្យបងដឹងថាបងមានបញ្ហាផ្លូវចិត្តមែនអត់តែអត់ចូលទាំងអស់តែបងបិទភ្នែកបងកេងស្មើសម័យបងលឺគេនិយាយនឹងតិចបងទៅណាបងឃើញអាហ្នឹងបើតាមវិទ្យាសាស្ត្រពួកបងគឺបងមានបញ្ហាផ្លូវចិត្តតែដល់ពេលហើយបងទទួលស្គាល់ខ្លួនឯងមែនតើហ្មងពេលដែលបងប្រាប់រឿងហ្នឹងទៅម៉ាក់បងពេលហ្នឹងម៉ាក់បងក៏ថាឃើញរបៀបម៉េចបងក៏រៀបរាប់រឿងទាំងអស់អីហើយចឹងទៅបងមានលោកតាឪបងមួយគាត់បួសជាលោកណាបាទម៉ាក់បងក៏សួរថាហេតុអីបានបងចេះតែឃើញអញ្ចឹងលោកតាឪបងក៏គាត់មានសង្កេតការថាកូនមើលឃើញហើយម៉ាក់បងក៏ថាវាខ្លាចណាពួកបងជួបរបស់បងខ្លាចហ្មងណែគិតមើលជួនកាលគ្រូថ្នាក់ចរាចរណ៍តាមផ្លូវអីវាមនុស្សស្លាប់អីចឹងណាបងទៅបងអត់ឃើញមនុស្សទេបងឃើញគាត់ជាមនុស្សវិញណាចឹងពេលហ្នឹងបងឡងឲ្យហ៊ានចេញក្រៅផ្ទះណាបងរបៀបសំបីនៅក្នុងផ្ទះបងមានជំនាញផ្ទះមានអីក៏ខ្លាចដែរព្រោះពេលហ្នឹងបងអត់តន់ទទួលយកបានវាអត់តន់សមនឹងឃើញមនុស្សហ្នឹងយល់មិនដល់ពេលហើយលោកតាបងថាធ្វើអត់កើតទេបងដល់ឆ្នាំដល់វេលាដែលត្រូវមើលឃើញហើយចឹងគាត់អត់មានវិធីសាស្ត្រណាដែលបិទភ្នែកបងកុំឲ្យមើលឃើញវិញបានទេដល់ពេលអញ្ចឹងម៉ាក់បងប្រាប់បងថាប្រាប់ខ្លួនឯងថាគេនៅតែគេយើងនៅតែយើងកុំឲ្យបងហ្នឹងខ្លាចទៀតឲ្យយើងរឹងមាំលើចិត្តវិញចាព្រោះពេលហ្នឹងបងអត់ហ៊ានទេណាអូនឯងជឿអត់ថាទៅណាអញ្ចឹងបងដាក់កាសនឹងតិចបងនិយាយទៅបងខ្លាចហ្មងឃើញហ្មងដល់ពេលយើងទទួលស្គាល់យើងអីហើយយើងកាត់ពេលហ្នឹងក៏ម៉ាក់បងគាត់មានពិធីណាបងអត់ដឹងថានិយាយថាម៉េចទេមានពិធីថាអូខេយើងទទួលថាអីដែលយើងទទួលអ្វីជាយើងហើយចាប់តាំងពីពេលហ្នឹងមកបងឃើញទៀតបងលែងសូវខ្លាចហើយបងចាំពាក្យម៉ាក់បងហ្មងថាគេនៅតែគេអត់មានមកធ្វើអីយើងទេអញ្ចឹងយើងមិនទៅខ្លាចគេចុះសម្រាប់ថ្ងៃហ្នឹងបងចង់ឆែកម្លែករឿងបែបណាដែររឿងដែលបងគិតថារន្ធត់សម្រាប់ខ្លួនឯងណាគឺរឿងទី1ហ្នឹងហ្មងរឿងទី1ហ្នឹងហ្មងព្រោះណារាចរមិញហ្នឹងអត់គ្រូថ្នាក់បងទៅដើរលេងអូខេទៅកំពង់សោមជើញទៅរលូនហ្មងតែបងចាំឆ្ងល់ខ្ញុំសុំកាត់ឲ្យសួរតែឥឡូវបងទៅតាមតាណាងើបពីគេងមកប្រហែលចេញទៅប្រហែលអ្នកជិះឡានអីដល់ស្មើណាអញ្ចឹងតាមពិតទៅពេលហ្នឹងពួកបងញ៉ាំអីនៅផ្ទះពូម៉ាក់បងឯងគ្នា5នាក់បងញ៉ាំអីនៅផ្ទះពូម៉ាក់បងទៅក៏នាំគ្នាញ៉ាំអីហើយនឹកឃើញយ៉ាងម៉ោង6ម៉ោង7ហ្នឹងប្រមូលគ្នាតោះកំពង់សោមហីហើយចំណហ្នឹងកំពង់សោមអត់តមានផ្លូវលបឿនលឿនទេលើជាតិលេខ4ឡើយអញ្ចឹងបងទៅប្រហែលជាម៉ោង7ហើយណាបងចេញទៅពីភ្នំពេញហើយដល់ពេលហើយទៅដល់កំពង់សោមហ្នឹងគឺយើងមានបានកក់អីដោយសារយើងអត់មានរៀប plan ទេរបៀបញ៉ាំអីពីផ្ទះហើយបបួលគ្នាទៅហ្មងអញ្ចឹងនៅក្នុងឡានបងមានស្រី2នាក់ហើយនឹងមនុស្សផុស3នាក់ដល់ពេលហើយពេលបងទៅដល់កំពង់សោមហ្នឹងបងក៏និយាយបងថាអូទៅដល់ហ្នឹងហើយបងស្គាល់ហូតែលមួយដែលផ្លូវទៅឆ្នេរសុខាទៅដល់ឆ្នេរសុខាហ្នឹងហើយមានផ្លូវរៀងកោងបន្តិចហើយនៅខាងស្ដាំដៃហ្នឹងមានហូតែលមួយខ្ពស់ហើយមានដូចនៅលើនៅក្នុងព្រៃអញ្ចឹងណាតែហ្នឹងតាំងពីជំនាន់បងទៅហ្នឹង2014 2015បងអត់ដឹងថាឥឡូវហ្នឹងគេវាយចោលនៅអីនៅបងអត់ដឹងទេបងទៅដល់ហ្នឹងភ្លាមបងក៏ថាទៅគេងហ្នឹងហើយដោយសារតែយើងងើបមកនៅក្រោយកន្លែងយើងគេងឈើភ្នំអីចឹងទៅនៅមុខយើងគឺទឹកសមុទ្រហ្មងបាទក៏នាំគ្នាសម្រេចចិត្តថាទៅនៅហ្នឹងបងក៏ចូលទៅកក់កន្លែងកក់អីសួរគេមានកតុបមានអីអត់បងយកតែ2កតុបទេតែបងសុំកតុបទល់មុខគ្នាព្រោះស្រួលចេញចូលយើងនិយាយគ្នាយើងផឹកស៊ីមួយគ្នាអញ្ចឹងណាសុំទោសអ្នកនរគ្នាផងមកខ្ញុំជប់ធ្វើការបើខ្ញុំដើរលេងផឹកស៊ីព្រោះរឿងនេះយើងផឹកចឹងខ្ញុំឲ្យថាប៉ះពាល់ថៃមិនប៉ែតផឹកអីចឹងដល់ពេលហើយបងក៏ឲ្យក្មេងៗហ្នឹងថាណៃទៅទិញអីញ៉ាំមកទិញបៀទិញអីមកផឹកថែមញ៉ាំជុំគ្នាអញ្ចឹងណាបងក៏យើង check in check អីហើយគេមិនជូនយើងឡើងកតុបហើយបងក៏បើកកតុបមើលពួកបងនិយាយទៅក្មេងៗគាត់ដឹងដែរថាបងជាមនុស្សម្នាក់ដែលមើលឃើញអញ្ចឹងគាត់ផ្ដល់អតិភិបឲ្យបងរើកតុបមុនថាបងនៅកតុបណាបានតែបងភ្លេចលេខកតុបហើយបងក៏ដើរចូលកតុបហ្នឹងមកទល់មុខគ្នាបងក៏ scan កាតភ្លាមចូលទៅក្នុងកតុបហ្នឹង
បងដាក់កាតនៅក្នុងកន្លែងប្រអប់ដែលយើង scan កាតដើម្បីឲ្យបើកភ្លើងបាទ គ្រាន់តែបើកភ្លើងភ្លាមម្នាក់ស្រីហ្នឹងអង្គុយនៅលើខែហ្នឹងហ្មង ណៃស្វះហ្មង ភ្នែកស្រស់ហ្មងតែឃើញតែបងគ្រាន់តែបើកភ្លើងឲ្យបងអឹកគ្រាន់តែបងអឹកអញ្ចឹងក្មេងៗដឹងហ្មងថាបងឃើញអីហើយក៏សួរបងថាបងម៉ៃនៅកតុបហ្នឹងកើតអត់បងថានៅអត់កើតទេតែម្នាក់ស្រីហ្នឹងងាកកថារបៀបដឹងថាមានមនុស្សមក យឺតចឹងហើយបងឡើងគៀងហើយបងប្រាប់គាត់ឯងថាអត់អីទេកតុបរបស់គេនៅតែគេបងក៏ប្រាប់ថាឥឡូវបងសុំ check មើលកតុបទល់មុខហ្នឹងមួយទៀតបើអត់មានអីទេបងគេនៅកតុបទល់មុខហ្នឹងហើយសុំដូរគេកតុបហ្នឹងសុំអត់នៅអញ្ចឹងណាដល់ពេលឲ្យរីសាប់គេថាបងជន់ហ្នឹងអត់មានកតុបតនេទៀតទេមានតែពីរកតុបទល់មុខគ្នាហ្នឹងទេបើបងចង់ដូរសល់ជន់លើនិងជន់ក្រោមតែមានតែមកកតុបដែរដល់ពេលឲ្យក្មេងៗថាអត់អីទេបងមិនគេងកតុបនោះហើយមិនដូរកតុបទេខ្ញុំគេងនេះក៏បានដែរព្រោះគិតដែរថាមកពីបងឃើញគេទេមិនមែនគេមកឡងយើងទេគេអង្គុយតែគេទេយបងអ្នកតែឃើញគេបងក៏ចូលក្នុងកតុបដែលគាត់នៅហ្នឹងណាបងក៏ចូលឲ្យបងលើកដៃសាពះបងប្រាប់ថាពួកខ្ញុំមកពីម្ពិញនៅកតុបហ្នឹង3នាក់ផុសចឹងមិនធ្វើអីទេពួកខ្ញុំមកអត់មានបំណងអាក្រក់អីទេខ្ញុំមកដើរលេងទេបងក៏មកកតុបនេះវិញដើម្បីគេងូចទឹកងូចអីចឹងទៅហើយក៏ផឹកស៊ីនៅកតុបទល់មុខបងហ្នឹងកតុបដែលបងគេងហ្នឹងណាដល់ពេលហើយបងពងផឹកពេលហ្នឹងចារបៀបអានេះយល់ថានេះទ្វារបងអង្គុយទល់មុខទ្វារអញ្ចឹងគ្នាយើង5នាក់អង្គុយវងចាផឹកនៅចុងជើងខែតែបងអង្គុយទល់មុខទ្វារចេះហ្មងបងពងអង្គុយបងពងផឹកនិយាយគ្នាសើចអីចឹងទៅហើយពួកបងចិត្តឲ្យរឿងបើកបៀផឹកដល់ពេលពងសើចចឹងលេងម្នាក់ស្រីហ្នឹងមកហ្មងមកហើយមកសួរអត់កលបងមិនឃើញខ្ញុំមែនពីតាមទ្វារធ្លុះមកហ្មងហើយសួរបងថាបងមិនឃើញខ្ញុំមែនហើយបងឡើងកៀងចឹងហ្មងបងកៀងនិយាយហើយក្មេងៗរបៀបពងផឹកស៊ីជុំគ្នាណាយល់អត់ហើយសុកយើងកៀងម្នាក់ឯងអញ្ចឹងអត់ប្រហែលហ្នឹងហើយឡើងគេម្នាក់គេដឹងដោយសារអ្នកដើរមួយបងគឺគេដឹងហ្មងថាបងឃើញអីចឹងម្នាក់គេឡើងស្ងាត់ចេះដែរហើយគេសួរបងមានរឿងអីបងថាគេដើរមកសួរបងហើយដឹងថៃមិនគេសួរអត់ដោយសារតែពេលបងចូលកតុបហ្នឹងហើយបងមិនលើកដៃសាពះថាសុំណាគេមកគេហ្នឹងអីចឹងណាពេលឲ្យគ្នាមកសួរបងចឹងបងមិនឃើញខ្ញុំមែនហើយហៅបងទៀតហើយចឹងឲ្យបងហ៊ានមាត់អីហ៎បងក៏ថាខ្ញុំពងនៅហ្នឹងខ្ញុំពងផឹកស៊ីខ្ញុំមកសុបាយថ្ងៃខ្ញុំអត់ធ្វើការចឹងខ្ញុំសុំតែប៉ុណ្្នឹងឯងក៏មករំខានខ្ញុំតែតាមពិតទៅបងក៏មានរឿងខ្លួនបងដែរថាពេលដែលបងឃើញអមនុស្សចឹងហើយបងអត់ចង់ឃើញបងមានវិធីខ្លួនឯងដែលចង់ឃើញគាត់តែបងសុំអត់និយាយទេរឿងហ្នឹងអូខេចាហើយសុំបើកវងកញ្ចក់មួយទៀតរឿងនេះរន្ធត់ខ្លាំងហើយខ្ញុំអត់ដឹងថាពុកម៉ែបងប្អូនជឿអត់ទេតែនេះជាបទពិសោធន៍ហើយខ្ញុំជួបខ្លួនឯងហើយខ្ញុំអត់ទៀមទាពុកម៉ែបងប្អូនជឿទេតែគាត់ថានេះខ្ញុំឃើញខ្លួនឯងអញ្ចឹងព្រោះទីទៀតរន្ធត់ជាងហ្នឹងទៀតមកតាមមកតាមហើយដល់ពេលហើយពួកបងផឹកបងថ្ងៃហ្នឹងគឺបងផឹកច្រើនខ្លាំងមែនតើហ្មងក្មេងៗសួរបងថាបងថ្ងៃហ្នឹងផឹកច្រើនមែនបងថាបងអត់ចង់ឃើញគេចឹងបងផឹកខ្លួនឯងស្វឹងទៅបានគេញយល់អត់ស្លាប់ហ្មងបងផឹកតស្លាប់មែនណាអូនប៉ុន្តែអត់បានសក់ដូចបងគិតទេពេលដែលបងពងគេហ្នឹងប៉ុន្តែវាជាការយល់សប្តម្នាក់ស្រីហ្នឹងមកយល់សប្ហើយកាន់ដៃបងទៅកតុបហ្នឹងហ្មងកាន់ដៃទៅបងទៅកតុបហ្នឹងហើយណាយល់ថាយើងបើកទ្វារហើយយើងឈរចេះយើងឈរនៅកតុបហ្នឹងហើយម្នាក់ស្រីមួយសង្សារនិយាយទៅកតុបហ្នឹងមុនដំបូងគេនៅ2អ្នកសង្សារគេបងឃើញសកម្មភាពដូចគេពងសំដែងឲ្យយើងមើលដូចយើងពងទាំងមើលគេសំដែងអញ្ចឹងហើយម្នាក់ស្រីហ្នឹងប្រាប់ថាបងមិននៅមើលដល់ចប់ណាព្រោះខ្ញុំរកអ្នកអញ្ចឹងយូរហើយខ្ញុំចង់ឲ្យបងឯងជួយខ្ញុំហើយបងចាប់ផ្ដើមវាយខ្លួនឯងរបៀបដាស់ខ្លួនឯងឲ្យភ្ញាក់ពីយូរសពហ្នឹងបងដាស់ខ្លួនឯងមិនក្រោយក៏បងអត់ភ្ញាក់ដែរដល់ពេលហើយបងក៏មើលហ្នឹងក៏ឃើញសង្សារគេ2នាក់ហ្នឹងគេទៅដើរលេងតែជំនាន់ហ្នឹងយើងមានសង្សារយើងអត់មានប្រាប់ប៉ាម៉ាក់ដូចជំនាន់ឥឡូវក្មេងៗមានសង្សារប្រាប់ប៉ាម៉ាក់ណាលាក់ហើយសាច់រឿងហ្នឹងគេប៉ាម៉ាក់គាត់អត់ដឹងដោយសារតែអត់ដឹងថាគាត់ទៅមួយណាគេអត់ដឹងទៅមួយណាគេដល់ពេលហើយគាត់ក៏គេងលេងអីមួយសង្សារអញ្ចឹងណាដល់ពេលហើយបងក៏នៅតែឈរមើលចឹងរហូតឈរមើលចឹងហើយគាត់របៀបគាត់ចាប់បានសង្សារគាត់មានស្រីហើយក៏ឆ្លុះគ្នាពេលហ្នឹងវាយបតៃបតបគ្នាហើយក្នុងបន្ទប់ហ្នឹងហើយគាត់ក៏បើកប្អួយហ្នឹងលោតសង្សារគាត់ថាចង់លោតទៅលើហ្នឹងឯងចង់សម្លាប់ខ្លួនមែនអញជូនតាមបំណងបោចសក់ពីក្រោយចឹងមកបោកសក់ពីក្រោយចឹងហើយចូលក្នុងបន្ទប់ទឹកបោកក្បាលម្នាក់ស្រីហ្នឹងនៅក្នុងកញ្ចក់ក្នុងបន្ទប់ទឹកហ្នឹងហ្មងបោកក្បាលម្នាក់ស្រីកញ្ចក់បន្ទប់ទឹកហើយសួរថាម៉េចតែនឹងពេញចិត្តនៅម៉េចលោតសម្លាប់ខ្លួនទេហើយ
នៅក្នុងអតែហ្នឹងបងភ្លេចប្រាប់មិនមានអាបាសធូបយើងហើយមានបាណូនហូតបាទហូតបាណូនហ្នឹងឲ្យបោកក្បាលស្រីម្នាក់ស្រីហ្នឹងនៅអាបាសធូបហ្នឹងមកអាត្រាំទឹកហ្នឹងបោកឲ្យម្នាក់ស្រីហ្នឹងស្លាប់ក្នុងហ្នឹងណាហើយម្នាក់ប្រុសហ្នឹងមកអង្គុយលើខែងចេះហើយអង្គុយគិតអញត្រូវធ្វើមិនតទៀតហើយបងនៅឈរចឹងបងថាអូនការអញភ្ញាក់ឯងការចប់ទេតែហើយដឹងដែរថាខ្លួនឯងយល់សពបងគិតថាបងអត់យល់សពទេណាយល់អត់តែយើងចាញ់ពីហ្នឹងទៅអត់រួចអញ្ចឹងមិនបងខំប្រាប់ខ្លួនឯងថាខ្លួនឯងយល់សពមិនខំវាយខ្លួនឯងខ្លួនឯងអញ្ចឹងណាហ្នឹងហើយដល់ពេលហើយអញ្ចឹងទៅក៏ម្នាក់ប្រុសហ្នឹងអង្គុយអញ្ចឹងហើយតែពេលតែបងនិយាយបកក្រោយតិចពេលដែលទៅហ្នឹងគឺគាត់កក់អូតែហ្នឹងមួយអាទិត្យអញ្ចឹងពេលដែលគាត់ចេញចូលទៅណាគាត់អត់មានម្នាក់ស្រីហ្នឹងទៅមួយគឺខាងរីស័ព្ទគេក៏អត់ចាប់អារម្មណ៍ទេពួកអីយើងកក់មួយអាទិត្យហើយអញ្ចឹងអាចម្នាក់ស្រីក្នុងកតុបអីអញ្ចឹងណាហ្នឹងហើយដល់ពេលហើយបងក៏ចេញគាត់ក៏ចេញពីកតុបហ្នឹងមកគាត់ទៅផ្សារទៅទិញវ៉ាលីហ្នឹងហើយទៅទិញវ៉ាលីដើម្បីដាក់សពសង្សារគាត់ណាដល់ពេលគាត់ទៅទិញវ៉ាលីហ្នឹងហើយគាត់គិតថាចេះតាមពិតសាច់រឿងហ្នឹង3ថ្ងៃហើយអញ្ចឹងម្នាក់ស្រីហ្នឹងវាថាហើមហើយហូរទឹកមកហូរទឹកហើយគាត់ទិញអាវ៉ាលីហ្នឹងវ៉ាលីកណាត់ធំអាហ្នឹងអាកណាត់ធំជំនាន់មុនអត់សូវជាប់ដូចឥឡូវហ្នឹងហើយអាកណាត់ហ្នឹងគាត់ដាក់ក្នុងហ្នឹងដល់ពេលដាក់ក្នុងហ្នឹងហើយគាត់រយកម្នាក់ស្រីហ្នឹងដាក់ចូលក្នុងវ៉ាលីហ្នឹងហើយមិនរយអូសទៅក្រៅប៉ុន្តែវាហូរទឹកដោយសារតែគាត់ស្លាប់ពី2ថ្ងៃហើយអញ្ចឹងសពហ្នឹងមានទឹកហើយក៏ហូរទឹកហើយគាត់គិតថាគាត់ត្រូវធ្វើមិនទៀតខ្លាចគេដឹងគាត់ទៅសុំ e-cleaner ហ្នឹងសុំថង់ខ្មៅគាត់ថាគាត់ច្រកស្ងៀមហើយគាត់យកថង់ខ្មៅហ្នឹងច្រកក្នុងវ៉ាលីហ្នឹងហើយគាត់ដឹកម្នាក់ស្រីហ្នឹងយកទៅចោលហ្នឹងចោលនៅជ្រោះហើយព័ត៌មានហ្នឹងក៏បានចាញ់ដែរតែគេរកឃើញសពម្នាក់ស្រីហ្នឹងនៅជ្រោះតែបងអត់ដឹងថាអ្នកនរគ្នានៅចាំអត់ទេរឿងហ្នឹងដល់ពេលហើយបងក៏ដឹងសាច់រឿងហ្នឹងហើយម្នាក់ស្រីហ្នឹងមកប្រាប់បងថាអញ្ចេះបងឯងជួយទៅប្រាប់អ្នកផ្ទះខ្ញុំផងបានអត់បងថាអត់ទេបានហើយខ្ញុំចង់ងើបហើយពេលហ្នឹងពេលដែលបងភ្ញាក់មកបងភ្ញាក់ពីយូសពហ្នឹងមកវិញពេលដែលបងភ្ញាក់មកណែយកអារម្មណ៍ពេលភ្ញាក់ហើយរបៀបយើងមើលចេះមកក្មេងៗនៅជុំវិញខ្លួនបងឡើង4នាក់អង្គុយយាមអត់អង្គុយយាមទេគាត់ដាស់បងឲ្យបងភ្ញាក់មកវិញហ្នឹងណែយល់អត់កុំអីបងនៅតសាច់រឿងហ្នឹងទៀតអូយ៉ាតែគាត់ដាស់បងឲ្យបងសួរថាអូនឯងមានរឿងអីមកនាំគ្នាមកហ្នឹងបងឯងស្រែកឡើងចង់ផ្អើលគេហ្នឹងបងស្រែកតែបងថាអត់ទេបងអត់ចង់បងអត់ចង់ជួយអីគេអូនឯងយល់អត់ដល់ពេលហើយយ៉ាងទៅពួកគាត់អ្នកដាស់បងហ្នឹងហើយមិនបងងើបមកវិញបងឃើញពួកគាត់នៅហ្នឹងបងគាត់ថាតោះអូនរៀបកៅអៅយើងទៅពេញវិញពួកគាត់ថាអត់បានដើរលេអត់បានងូតទឹកចាំបងមកដល់យប់ហ្នឹងហើយផឹកឡើងទៅពេញវិញបងថាអត់ទេបងនៅហ្នឹងអត់កើតទេបងទៅវិញហើយអញ្ចឹងពេលបងមកវិញបើពេញវិញបានផែមួយអាទិត្យណាបងទទួលបានទូរស័ព្ទមួយមីងហ្នឹងគាត់ទេមកបងគាត់យំយកហ្មងគាត់សួរថាអូនឯងពូម៉ាក់នីតាមែនបងថាអត់ទេនីតាណាខ្ញុំអត់ស្គាល់ហងគាត់ថាអត់ទេកូនអ៊ីមកបញ្យល់សពថារឿងទាំងអស់ក្មួយឯងដឹងបងក៏លឺចឹងបាត់ទូរស័ព្ទបដ ாய் បងក៏លឺចឹងបងបាត់ទូរស័ព្ទបដ ாய் បងថាទេហើយមិនមកស្គាល់លេខបងហើយអ៊ីហ្នឹងណាគេហើយម្នាក់នីតាហ្នឹងក៏បងអត់ស្គាល់ដែរយល់ថាពេលហ្នឹងគឺអត់ស្គាល់ទាំងអស់អត់ស្គាល់ទេពេលហ្នឹងដល់ពេលហើយយ៉ាងទៅបងប្រុសគាត់ទេមកម្ដងទៀតគាត់ថាអូនបងសុំប្រណៃជួយប្រាប់រឿងទាំងអស់ហ្នឹងបានអត់ព្រោះម៉ាក់បងមានកូនស្រីតែមួយហ្នឹងឯងគាត់ឡើងរបៀបគាត់បាក់ចិត្តពេលគាត់ចង់បាត់បង់សតិអីគាត់ធ្វើមិនគាត់ចង់រកសាកសពកូនគាត់ឲ្យបានគាត់ដឹងកូនគាត់ស្លាប់ប៉ុន្តែអត់ដឹងថាសាកសពយកទៅណាហើយអត់ដឹងថាណាគេសម្លាប់កូនគាត់ទេប៉ុន្តែបងសួរទៅវិញថាចុះមិនបងឯងស្គាល់លេខទូរស័ព្ទខ្ញុំគាត់ថាប្អូនគាត់ទៅបញ្យល់សពប្រាប់ម៉ាក់គាត់ថាឲ្យទៅអូតែលនឹងវិញទៅសួរលេខទូរស័ព្ទបងហ្នឹងពីរីស័ព្ទស្អើមើចាទៅសួរទូរស័ព្ទបងប្រាប់ថាយប់មិញហ្នឹងណាគេកេងកតុបហ្នឹងហើយពេលហ្នឹងមិនបងចូលទៅតែ2នាក់ check in ទុកលេខតែ2នាក់ហ្នឹងហើយមិនត្រូវទុកលេខទូរស័ព្ទតាញៀនបានអីជំនាន់មុនត្រូវមានលេខទូរស័ព្ទឥឡូវលែងហើយជំនាន់មុនត្រូវលេខទុកលេខទូរស័ព្ទហ្នឹងហើយគាត់ក៏ទៅគាត់ឃើញចឹងភ្លាមគាត់ទៅមែនអញ្ចឹងបានគាត់បានលេខទូរស័ព្ទបងមកហើយពេលហ្នឹងបងថាមីងខ្ញុំមិនដឹងជួយមីងមកទេព្រោះកូនមីងលងខ្ញុំឡើងបាសសក់ដែរហ្នឹងគាត់ថាគាត់តែប្រាប់ទៅថាសពកូនគាត់នៅណាបងពេលហ្នឹងបងអត់ដឹងថាសពកូនគាត់នៅណាណាពេលហ្នឹងបងអត់ដឹងថាស្អីបដាមាត់បងឯងប្រាប់ថានៅជ្រោះមីងហើយគាត់ថាធំម៉ែឲ្យមីងទៅរកនៅណាបងគាត់ថាទៅច្រកណាបានដែលគេអាចយកសពចោះទៅបានណាវាមិនដែលកន្លែងណាដែលភ័យខ្លាំងពេកគេយកសពទៅបានទេម្នាក់ប្រុសហ្នឹងព្រោះម្នាក់ឯងទេសពធ្ងន់ហើយជំនាន់ហ្នឹងដោយសារតែយើងវាតាមផ្លូវអត់មានកាមេរ៉ាអត់មានអីលើបានតាមដានម្នាក់ប្រុសហ្នឹងអត់បានហើយទីបញ្ចប់ក៏ប៉ូលីសចាប់បានម្នាក់ប្រុសហ្នឹងដែរដែលគេដឹងថាម្នាក់ប្រុសហ្នឹង
សម្រាប់ម្នាក់ស្រីហ្នឹងព្រោះពីមុនគេអត់ដឹងដោយសារអីដោយសារតែម្ដាយហ្នឹងអត់ដឹងថាកូនទៅមួយណាគេដោយសារកុហកម្ដាយថាមិនទៅមួយសង្សារថាទៅដើរលេងមួយពូម៉ាក់អីអញ្ចឹងណាហ្នឹងហើយហើយនៅអូតែលគេហ្នឹងគេអត់ចង់មានបញ្ហាច្រើនរឿងមានប៉ះពាល់ឡើងអូតែលគេដែរចាអញ្ចឹងហើយទៅពេលហ្នឹងគឺគាត់ចង់ជួបមុខបងមែនតើបានជួបអីចឹងបងអត់បងខ្លាចបងមិនហ៊ានជួបអានេះបងគាត់ទៅប្រាប់រឿងសាច់រឿងហ្នឹងទៅគាត់ទាំងអស់ហើយបងថាមិញបានហើយជប់តាក់តងមកខ្ញុំទៀតពេលហ្នឹងបងឡើងលេងហ៊ានលើកលេខទូរស័ព្ទណាដែលប្លែកតែឥឡូវមិញបើបានមើលវីដេអូហ្នឹងមុខខ្ញុំហ៎អញ្ចឹងបានន័យថារហសពនឹងឃើញដោយសារបងឯងម្នាក់ស្រីនោះឲ្យបងឯងដឹងថាចាហើយគាត់ថាចាគាត់ចាំយូរហើយនិយាយទៅរឿងឃាតកម្មហ្នឹងប្រហែលជា3 4 ខែដែរ3-4 ខែហើយបានដល់វេនមួយថ្ងៃទៅហ្នឹងចាបានដល់វេនបងចាំមិនន័យថាអតាល់ក៏គេអត់ដឹងថាមានឃាតកម្មក្នុងអតាល់គេដែរចឹងគេដឹងតាប៉ុន្តែគេដូចបងនិយាយចឹងគេដឹងប៉ុន្តែគេអត់ដឹងថារកម្នាក់ប្រុសហ្នឹងតាមណាពួកឯម្នាក់ហ្នឹងរត់ទៅបាត់ទៅហ្នឹងដូចបងនិយាយជំនាន់ហ្នឹងផ្លូវយើងអីមានតមានកាមេរ៉ាទៅឆែកថាអូចេញពីហ្នឹងទៅត្រូវទៅណាតទៀតណាអត់តមានអីចឹងអត់ដឹងស៊ើបចាំមិនខាងអតាល់គេដឹងថាមានករណីឃាតកម្មក្នុងអតាល់គេចុះបើបាត់ទាំងពីរនាក់ហើយចូលទៅដល់ឈាមអីឡើងពេញនេះហ្នឹងអូនបែកកញ្ចក់បែកអីអត់សម្អាតហងហ៎អត់ទេគាត់ចុះគាត់យកសពហ្នឹងហើយគាត់ទៅហ្មងហ្នឹងហើយអូតែគេអត់ឆ្ងល់ដោយសារអញ្ចឹងដោយសារតែកក់មួយអាទិត្យហើយគាត់នៅទៅប្រហែល3ថ្ងៃហ្នឹងអញ្ចឹងគិតថាគាត់ចេញទៅក្រៅអីអញ្ចឹងណាដល់ពេលហើយគាត់ឆ្ងល់ថាគាត់ចេញទៅហើយមិនអត់មកវិញអាហ្នឹងរបៀបអញ្ចឹងតើបងតើរន្ធត់ហ៎បងរន្ធត់ចឹងហើយអញ្ចឹងបានគាត់សួរបងថាចេះបងមិនឃើញខ្ញុំមែនបងចាំពាក្យហ្នឹងរហូតហើយពេលដែលបងបងនិយាយកាត់មិញបងអត់បាននិយាយហ្នឹងពេលដែលបងជិះឡានមកពេញវិញណាតិចបងលឺរហូតបងជួយខ្ញុំផងលឺខ្សែអញ្ចឹងទៅលឺនឹងតិចបងហ្មងខ្ញុំអត់ចង់នៅហ្នឹងទេដោយសារតែប៉ែម៉ាក់គាត់អត់ដឹងថាគាត់នៅណាអញ្ចឹងគាត់នៅក្នុងកតុបហ្នឹងហ្មងគាត់នៅក្នុងកតុបហ្នឹងគាត់ចេញទៅណាអត់បានគាត់ថាបងខ្ញុំចេញទៅណាអត់បានទេអូតាមពិតគាត់អត់ឡងទេណាគាត់ឡងអត់ឡងសោះហ្មងអត់ឡងទេព្រោះគាត់និយាយបាញ់និយាយថាអង្គុយលើក្រែបានន័យថាគាត់កំពុងតែឯកាកំពុងតែចេញទៅណាទៅរួចហើយគាត់ថាបងជួយខ្ញុំផងហើយបងឡើងចង់សតិអារម្មណ៍អាទិត្យហ្នឹងដល់ម៉ាក់គាត់ទេមកដោយសារបងអត់ដឹងតាក់តងទៅខាងណាអីខាងណាផងហ្នឹងហើយគាត់នៅបងជួយខ្ញុំផងមានតែបងឯងមើលឃើញខ្ញុំថ្ងៃមើលឃើញខ្ញុំមែននៅសួរបងចឹងទៅតែរហូតតើអ្នកនេះនេះគឺជាសាច់រឿងទី1របស់បងBហើយគ្រាន់តែសាច់រឿងនេះវាមានផុសតាងតងអីយើងបងប្រាប់ម៉ាក់គាត់រហូតតរហូតបានសពរបស់គាត់មែនអញ្ចឹងរឿងនេះមានផុសតាងបើសិនជាគ្នាយើងតន់ដានដឹងលឺរឿងហ្នឹងបានខ្លះហើយខ្ញុំជឿមិនអត់សោះទេណាអញ្ចឹងបើអ្នកអស់នេះបានដឹងព័ត៌មានហ្នឹងជួយបញ្ចេញមតិយោបល់ខាងក្រោមហ្មងហើយជំនាន់ហ្នឹងនឹងនៅមានព័ត៌មានហ្នឹងអត់មានតាបងមានអារម្មណ៍ថាការហ្នឹងដូចផ្ទុះដែរតាដែលរឿងសពហ្នឹងវ៉ាលីនៅជ្រោះពេជ្រហ្នឹងផ្ទុះដែរតាខ្ញុំអត់ដឹងនៅមានអត់តែបើអ្នកអស់នេះដឹងថាវិធីណាទៅរកតម្លាក់ link ឬមួយក៏ comment ប្រាប់ឲ្យគ្នាយើងបានដឹងផងចំណងជើងសពក្នុងវ៉ាលីអញ្ចឹងហ្នឹងបងណាដាក់អញ្ចឹងក៏បានគាត់ស្ដាប់ពេកអត់ប៉ះពាល់អារម្មណ៍គេជូនម្ដាយទៅរកសពមានអីតំណងតាជូនម្ដាយទៅរកសពអូខេអ្នកអស់គ្នា comment ចំណងជើងម្នាក់មួយមកណាចឹងឥឡូវយើងបានអារម្មណ៍អ្នកនរគ្នាទៅស្ដាប់សាច់រឿងទី2បងហើយខ្ញុំគិតថាអ្នកនរគ្នាប្រហែលជា expect ចង់ស្ដាប់រឿងនៅពេទ្យច្រើនជាងចាតែមិញអត់តន់ឡងទេអ្នកនរគ្នាគាត់ប្រាប់មកហើយតន់ឡងហើយរឿងបងដូចជាអត់មានរឿងឡងទេដោយសារតែបងសុំអាចអ្នកនរគ្នាស្ដាប់ថាឡងតែបងស្ដាប់អត់ឡងដោយសារបងសុំនឹងឃើញពួកគាត់អត់ដឹងថាពួកគាត់ឡងរបៀបម៉េចទេពួកគាត់ត្រូវការជំនួយច្រើនជាងបាទឥឡូវចេះដោយសារបងពេទ្យចឹងចង់ស្ដាប់សាច់រឿងណាដែលតាក់ទងនៅការងារបងណាបើយើងការងារបងធ្លាប់ជំនាន់យើងកូវីដបងចុះចាក់វ៉ាក់សាំង19ឬក៏21បងចុះនៅខេត្តហ្នឹង21ឯងព្រោះពេលហ្នឹងដែលផ្ទុះភ្លាមយើង2020បងចាក់នៅពេញយើងឡើយឯងតែដល់ពេលក្រុមពួកបងទៅខេត្តហ្នឹងគឺ2021ឯងបានពួកបងទៅខេត្តនិយាយទៅសាច់រឿងហ្នឹងដោយសារអញ្ចឹងតាមពិតមិនមែនឈ្មោះក្រុមបងនេះត្រូវទៅចុះចាក់វ៉ាក់សាំងហ្នឹងឯងព្រោះពេលហ្នឹងនៅខេត្តស្វាយរៀងប៉ុន្តែដោយសារតែក្រុមមុនហ្នឹងគាត់មាន positive covid អញ្ចឹងខាងប្រធានក្រុមបងគឺគាត់ត្រូវដូរក្រុមអញ្ចឹងឲ្យពួកក្រុមបងទៅជំនួសក្រុមគាត់ទេដល់ពេលបងទៅជំនួសក្រុមគាត់ហ្នឹងគឺមួយក្រុមមានគ្នា10នាក់អញ្ចឹងមានបងប្រធានមានម្នាក់ទៀតអនុប្រធាននិងកូនក្រុម8នាក់ប៉ុន្តែក្នុងចំណោមបង10នាក់ទាំងអស់ហ្នឹងមានសមាជិកក្រុមយើងម្នាក់ដែលគាត់ជាប់រវល់ហើយដោយសារតែពេលហ្នឹងយើងភ្លាមមកដោយសារតែយើងតេស្តក្រុមការងារយើងថាមានកូវីដភ្លាមគឺត្រូវដោះដូរក្រុមការងារភ្លាមហ្មងបាទអញ្ចឹងបងគឺត្រូវទៅស្វ័យរៀនហ្នឹងទាំងថ្ងៃពេលហ្នឹងចេញទៅប្រហែលជាម៉ោង1ម៉ោង2ថ្ងៃហីតែ
ប៉ុន្តែមានកូនក្រុមម្នាក់គាត់ថាបងខ្ញុំជិះឡានអត់តាន់ទេខ្ញុំឡើងឡានមកឡើងឡានយើងទៅណាអត់តាន់ទេខ្ញុំសុំជិះម៉ូតូទៅតាមក្រោយបងក៏នឹកឃើញថាអីពីពេញទៅស្វាយរៀងឆ្ងាយណាហើយឲ្យគាត់ជិះម៉ូតូទៅម្នាក់ឯងមិនដល់ពេលអញ្ចឹងបងនឹកឃើញថាអត់អីទេចាំបងជិះម៉ូតូទៅមួយអនឯងពួកបងគិតថាចង់ឲ្យសមាជិកក្រុមយើងសុវត្ថិភាពដែរអញ្ចឹងមានបងមួយទៅនឹកឃើញថាជាចាស់ជាទុំដែរចាក៏ពេលហ្នឹងជិះទៅហ្នឹង3នាក់បងម្នាក់ស្រីម្នាក់ឯងនិងក្មេងៗ2នាក់ទៀតសមាជិកក្រុមបាទអញ្ចឹងបងចេញពីម្ពិញទៅតំណតែគាត់តនេហ្នឹងម៉ោងប្រហែលជា6ជាងហើយបងចេញពីម្ពិញទៅហើយអញ្ចឹងក្រុមការងារផ្សេងទៀតគាត់ទៅដល់ស្វាយរៀងអស់ហើយនៅសល់តែបង3នាក់ឯងដែលជិះម៉ូតូទៅតាមក្រោយហើយពេលដែលបងជិះម៉ូតូទៅតាមក្រោយហ្នឹងបងចាំបានពេលហ្នឹងទៅមានគ្រោះថ្នាក់ចរាចរណ៍គឺម៉ូតូបុកមួយកុងតឺន័រហើយពេលដែលម៉ូតូបុកមួយកុងតឺន័រហ្នឹងបងទៅដល់ហ្នឹងភ្លាមគឺបងឃើញមុនដំបូងបងគិតថាសាកសពដែលគេទៅបុកគ្នាហើយតែធៀបពិតមែនទេគឺឃើញតែបងអនឯងយល់ថាបងជាមនុស្សម្នាក់ដែលមើលឃើញអញ្ចឹងបងឡើងសែកទៅពេលហ្នឹងឡើងវេម៉ូតូហ្មងវេម៉ូតូរដួលណាដល់ពេលហើយកូនក្រុមបងក៏សួរថាបងមានរឿងអីបងថាអូអត់អីទេជិះទៅទៀតហ៎បងស៊ាំនឹងខ្លួនឯងហីមកជិះបងឃើញយ៉ាងចឹងបងស៊ាំនឹងខ្លួនឯងហីអញ្ចឹងសរុបសាច់រឿងមកពេលបងជិះពីពេញទៅដល់ស្វាយរៀងហ្នឹងគឺបងឃើញតាមផ្លូវរហូតតាំងឃើញប្រហែលដងបងចាំឲ្យតែកន្លែងណាមានបងឃើញហ្មងតែណាមានគ្រោះថ្នាក់ចរាចរណ៍មានអីចឹងណាឃើញរូបរាងគាត់ដល់ពេលគាត់គ្រោះថ្នាក់ចរាចរណ៍ហ្នឹងឈរចិត្តសពគាត់ចឹងទៅអត់ឈរចិត្តឲ្យឃើញតែគាត់ចឹងហ្មងហើយបងភ្ញាក់បងជីបងភ្ញាក់ខ្លួនឯងចឹងរហូតជីភ្ញាក់រហូតរបៀបស្មាតែមែនតែនឃើញបែបឃើញយ៉ាងណាយល់ថាចាដូចគាត់គ្រោះថ្នាក់ចរាចរណ៍គាត់ដេកស្លាប់នឹងផ្លូវចឹងបងឃើញរូបរាងហ្នឹងហ្មងឃើញគាត់ឈរចិត្តហ្នឹងឬក៏ឃើញគ្រោះថ្នាក់ហ្នឹងគេគ្រោះថ្នាក់ហ្នឹងហ្មងគ្រោះហើយអីតែគ្រាន់ឃើញសពចឹងសពនៅហ្នឹងចាតែធៀបពិតផ្លូវហ្នឹងអត់មានអីទៀតទេណែយល់គេសម្អាតហើយចាគេសម្អាតហើយតែបងជីទៅហ្នឹងគឺបងឃើញរហូតហើយពេលហ្នឹងបង check map ទៅហើយប្រធានក្រុមបងប្រធានធំហ្មងគាត់សួរបងរហូតបងដល់ណាហើយអញ្ចឹងណាព្រោះយប់ហើយពេលហ្នឹងផែជាម៉ោងមិន10ជាង2 10យប់ហើយបងអត់តដល់ស្វាយរៀងទេណាដោយសារតែបងជិះតាមផ្លូវហ្នឹងគឺពិបាកតួយកហ្មងបងឃើញរហូតបងឡើងថ្នាក់បងជិះម៉ូតូបិទភ្នែកកុំឲ្យឃើញនេះទៀតណាឲ្យក្មេងៗជិះម៉ូតូទៅលឿនណាដល់ពេលហើយថ្ងៃហ្នឹងបងទៅដល់ភ្លាមផ្ទះអត់ទាន់បានសម្អាតទេផ្ទះដែរមេភូមិគាត់ឲ្យយើងនៅដោយសារតែមានក្រុមការងារកូវីដអញ្ចឹងគាត់ត្រូវបាញ់អាកុលត្រូវអីសិនបានស្អែកឡើងពួកបងចូលស្នាក់នៅបានហើយអញ្ចឹងក្រុមការងារភ្លាមគឺទៅនៅក្នុងវត្តហ្នឹងយើងគេងនៅដូចសាលាហៅសាលាអីគេសាលាឆាន់អត់ទេព្រឹកឡើងយើងត្រូវសូត្រមន្តមានព្រះមានអីនៅហ្នឹងបងព្រឹកឡើងយើងសូត្រមន្តវិហារចាបងតាគេងនៅហ្នឹងប៉ុន្តែនៅតាមខេត្តពេលហ្នឹងបងនៅស្រុកទៀតណាវិហារមិនដូចយើងមានថ្មមេគឺឈើប្រទេសអានីបងមានប្រហោងអូបាទចាបងក៏គេងនៅហ្នឹងគឺកូននេះរៀបចំឲ្យយើងអស់ព្រោះយើងគ្រូពេទ្យដល់ពេលបងតាគេងនៅហ្នឹងអញ្ចឹងយប់ឡើងគឺមានមនុស្សម្នាក់ដើរអើតគ្រប់មុងហើយបងស្មានតាមនុស្សបងក៏នឹកឃើញថាទូរស័ព្ទអីបងនឹកឃើញយ៉ាងចឹងវិញចោលខ្លាចចោលបងខ្លាចចោលបងថាទូរស័ព្ទអីធ្វើមិនអីបើមនុស្សមកដើរទៅរកតាមគ្រប់មុងចឹងបងដល់ពេលហើយបងមើលប៉ែកហ្នឹងប៉ែកហ្នឹងមើលគ្រប់មុងតែដើរមកអើតមើលគេយេដើរអើតមើលគេគ្រប់មុងចឹងណាហើយបងមានអារម្មណ៍ដូចបងធ្លាប់ប្រាប់អណៃចឹងថាបងមានអារម្មណ៍ដល់ពេលហើយបងក៏ប្រឹងបិទភ្នែកហើយបងដាក់កាសស្ដាប់កុំឲ្យលឺសលេងទាំងអស់បងដាក់កាសស្ដាប់ហើយលេងពូហ្នឹងគាត់មកហ្មងគាត់មកមុខបងចេះមកមុខបងចឹងហើយគាត់មកពីណាហ្នឹងមកគេងនៅហ្នឹងហើយបងក៏គិតក្នុងចិត្តថាចំពូនេះសាហាវមែនក្នុងពហិមកដល់ក្នុងពហិទៀតអត់ខ្លាចប្រាក់ខ្លាចអីបងគិតអញ្ចឹងណាដល់ពេលហើយចឹងទៅបងក៏ថាពូអើយខ្ញុំសុំមកគេងសក្រុមការងារទេខ្ញុំអត់មានបញ្ហាអីមកចង់លួចអត់ចង់អីទេខ្ញុំមកគេខ្ញុំសុំតែសក់ទេបងក៏ចូលចិត្តនិយាយអញ្ចឹងម្នាក់ឯងអញ្ចឹងណាចាអញ្ចឹងអត់មានរឿងអីណាពេលបងគេងនៅពហិហ្នឹងអញ្ចឹងស្អែកឡើងពួកបងទៅធ្វើការចាក់វ៉ាក់សាំងធ្វើអីធម្មតាដដែលដល់ពេលយប់ឡើងបងត្រូវមកគេងកន្លែងដែលមេភូមិឲ្យស្នាក់អីបងមកគេងនៅហ្នឹងគឺផ្ទះហ្នឹងក៏ខេកហ្មងបងទៅគឺបងឃ្លីនទាំងអស់របៀបថាផ្ទះគេទុកចោលណាហើយបងអត់ដឹងសាច់រឿងដោយសារតែបងមិនទៅជំនួសក្រុមផ្សេងទៀតអញ្ចឹងយើងអត់ដឹងរឿងអីទាំងអស់ហើយទៅដល់បងក៏ប្រាប់ក្មេងៗថាអូនសម្អាតអីទាំងអស់ហើយបោះជូតផ្ទះអីផ្ទះហើយនិយាយទៅផ្ទះហ្នឹងអញ្ចឹងផ្ទះបងនៅអញ្ចឹងមានផ្ទះនៅខាងឆ្វេងដៃហ្នឹងតាយាយគាត់នៅហើយបានដើរទៅប្រហែល1គីឡូ2គីឡូទៀតបានមានសារគេផ្ទះអ្នកភូមិគេហើយនៅទល់មុខបងហ្នឹងគឺរបៀបចេញមកស្រែអីទាំងអស់អញ្ចឹងជុំវិញផ្ទះបងហ្នឹងស្រែមានតែ2ផ្ទះហ្នឹងឯងដែលមាន2ផ្ទះហ្នឹងហើយអ៊ំតាយាយគាត់ចាស់ហើយគាត់ចេះសួររហូតអ្នកគ្រូលោកគ្រូមិនដែរមកនៅនឹងអត់អីចេះសួរយើងអញ្ចឹងហើយបងចម្លែកថាអ៊ំចេះសួរ
ហើយក្រុមការងារគាត់ថាគាត់ចាស់គាត់ចេះសួរយើងក្មេងៗអញ្ចឹងហើយយើងមកពីពេញ ហ្នឹងហើយខ្លាចចេះនៅ ខ្លា អី ច ចឹ ចេះ ង នៅអីអញ្ចឹងណាដល់ពេលហើយអញ្ចឹងទៅគាត់ល្ងាចឡើងគាត់ថាអ្នកគ្រូមានអាគេតនេអត់ទៅផ្សារទៅទិញផ្លែឈើទិញអីតិចមកបងចាប់ដើមឆ្ងល់ប្រាប់បងអ្នកដឹងរឿងហ្នឹងដែរ បាទ បងថាមិនសុកអ៊ំមកទៅទិញផ្លែឈើទិញអីពីផ្សារមកអញ្ចឹងគាត់ថាទិញផ្លែឈើហើយយកទៅដាក់សែននៅលើផងហើយប្រាប់គេផងថាមកសុំនៅសុំអីអញ្ចឹងណាឃើញប៉ែតមុននៅអត់កើតអត់ និយាយចឹងហ្មង គាត់និយាយចឹងបងគាត់ថាអូខេឥឡូវណៃឡើងទៅអុជធូបហើយបងអត់ទៅទេបងអត់ចង់ឃើញបងទៅបងអុជធូបលេងគាត់មកប្រាប់រឿងអីទៀតហើយបង Vivo ទៀតហ៎ អឺ អញ្ចឹងបងអុជក្មេង